ក្មេងប្រុសនោះបានទាត់ក្ររបស់លោកយាយឲ្យដួលថែមទាំងបាននំដាក់លើស្បែកជើងតែមួយគូគត់របស់គាត់ទៀតផងរួចហើយក៏បោះវាចូលទៅក្នុងបំពង់ផ្សែងពេលនេះលោកយាយមានតែដើរជើងទេទៅដងទឹកក្នុងភ្នំដើម្បីបើមិនប្រយ័ត្នបន្តិចទេនឹងត្រូវធ្ងន់មុតមិនខានភ្នែកលោកយាយមិនសូវភ្លឺក៏ឲ្យគេជួយដោតបញ្ចូលគេបង្ហាញទឹកមុខមិនពេញចិត្តជាខ្លាំងថែមទាំងមានចិត្តណាទៀងខ្សែឲ្យវែងទៀតប្រាប់លោកយាយកុំឲ្យរំខានគេលេងហ្គេមនេះជាលើកដំបូងដែលក្មេងប្រុសនេះមកលេងផ្ទះលោកយាយនៅជនបទព្រោះម្ដាយរបស់គេជំពាក់បំណងក៏បង្ខំចិត្តយកគេមកផ្ញើឲ្យលោកយាយជួយមើលថែលោកយាយដែលខ្លងចង់ស្ទាបអង្អែលចៅប្រុសបន្តិចតែត្រូវក្មេងប្រុសនោះគេចេញទាំងទឹកមុខធ្វើមកអើបន្ទាប់ពីជូនដំណើរម្ដាយចេញលោកយាយចង់កាន់ដៃគេត្រឡប់ទៅផ្ទះវិញតែគេបែរជាក្រវាសដៃចេញថែមទាំងស្ទើរតែវាលោកយាយទៀតផងទោះបីជាខូចចិត្តប៉ុន្តែលោកយាយមិនខឹងឡើយហើយក្មេងប្រុសឲ្យដើរតាមគាត់ត្រឡប់មកផ្ទះវិញលោកយាយបានយកស្ករគ្រាប់ដែលគាត់មិនដាច់ចិត្តញ៉ាំចេញមកហុចឲ្យក្មេងប្រុសប៉ុន្តែគេយកសូកូឡានោះមកដោយមិនទាំងមើលវាផងនៅពេលញ៉ាំបាយក្មេងប្រុសញ៉ាំតែអាហារកំប៉ុងដែលគេយកមកតាមខ្លួនប្រហុកដែលលោកយាយដួសឲ្យគេមិនទាំងភ្លក់មើលបន្តិចសោះគេបានប្រវែងទាំងបាយទាំងហូបត្រឡប់ទៅវិញទាំងអស់ប៉ុន្មានថ្ងៃបន្ទាប់មកក្មេងប្រុសក៏មិននិយាយរកលោកយាយដែររាល់ថ្ងៃគេលេងតែម៉ាស៊ីនហ្គេមរបស់គេម្នាក់ឯងប្រដាប់ក្មេងលេងរូបមនុស្សយន្តស្បែកជើងស្គីប៉ុន្តែមិនថាក្មេងប្រុសធ្វើអ្វីក៏ដោយលោកយាយតែងតែនៅក្បែរគេយ៉ាងស្ងៀមស្ងាត់ហើយតាមប្រមូលទុកដាក់របស់របរដែលគេទុកចោលញ៉ៃតែទំនាក់ទំនងរវាងយាយនិងចៅបែបនេះបន្តទៅមុខយ៉ាងសាមញ្ញបែបនេះរហូតតែម៉ាស៊ីនហ្គេមរបស់សៀវយូបែជាអស់ថ្មចាប់តាំងពីពេលនោះមកសៀវយូក៏ចេះតែរំខានលោកយាយឲ្យទិញថ្មឲ្យរហូតប៉ុន្តែលោកយាយគ្មានប្រាក់សំបីតែមួយសេនទោះបីជាគាត់ឆែកឆេរពេញខ្លួនក៏រកមិនបានសំបីតែមួយតែឈៀវយំមិនជឿឡើយដូច្នេះគាត់ក៏ចាប់ដើមរុះរើកាយប្រអប់នឹងប៉ុន្តែទោះបីជាកាយសពគ្រប់ជ្រុងជ្រោយក៏នៅតែមិនឃើញប្រាក់សំបីតែបន្តិចឃើញថាគ្មានសង្ឃឹមនឹងបានថ្មពេលគាត់ក៏ខឹងសម្បាយ៉ាងខ្លាំងហើយចាប់ដើមធ្វើបាបលោកយាយនៅពេលដែលលោកយាយកំពុងបោកខោអាវគាត់បានរុញលោកយាយយ៉ាងខ្លាំងហើយជិតប្រមាថគាត់ឃើញមនុស្សអង្គដែលលោកយាយលៀងរួចគាត់ក៏ទាត់វាខ្ចាត់ខ្ចាយពេញដីការធ្វើឲ្យខូចខាតរបស់របរដើម្បីបញ្ចេញកំហឹងគាត់ថែមទាំងបានលួចដាក់ស្បែកជើងតែមួយគូគត់របស់លោកយាយទៀតផងធ្វើឲ្យលោកយាយត្រូវដើរជើងទេពេលឡើងភ្នំទៅធ្វើការលោកយាយបានត្រឹមតែទ្រាំទ្រគ្រប់យ៉ាងដោយស្ងប់ស្ងាត់ទោះបីជាយ៉ាងនេះក្តីក៏ឈៀវយនៅតែមិនព្រមជប់ដែរនោះគាត់ស្រាប់តែនឹកឃើញល្បិចមួយនោះគឺស្នៀតសក់នៅលើក្បាលរបស់លោកយាយគាត់គិតថាវាប្រកាសជាអាចយកទៅដូរយកថ្មទៅដូច្នេះនៅថ្ងៃបន្ទាប់ឈៀបពេលដែលលោកយាយកំពុងសម្ដែងក៏បានលួចយកកូនសក់តែផ្លូវភ្នំមានផ្លូវបត់បែនច្រើនសៀវយូមិនដឹងថាត្រូវទៅផ្លូវណាឡើយសំណាងល្អមានពុំម្នាក់បានបង្ហាញផ្លូវដល់គេទើបគេអាចដើរទៅដល់ហាងតូចមួយនៅក្នុងភូមិប៉ុន្តែម្ចាស់ហាងគ្រាន់តែក្រឡេកមើលក៏ដឹងកូនសក់របស់សៀវយូគឺលួចពីចាស់ទុំនៅក្នុងផ្ទះក៏បានកេងចំណេញពីគេយ៉ាងខ្លាំងចុងក្រោយសៀវយូក៏ត្រូវត្រឡប់មកវិញដោយដៃទេប៉ុន្តែនៅពេលដែលរៀបនឹងត្រឡប់ទៅផ្ទះវិញគេក៏ស្រាប់តែបំវិញផ្លូវឃើញថាព្រះអាទិត្យជិតលិចទៅហើយដោយសារមិនស្គាល់ផ្លូវនិងទីកន្លែងគេបានត្រឹមតែដើរបណ្ដាយំបណ្ដាសំណាងល្អនៅពេលនោះមានលោកតាអ្នកភូមិម្នាក់បានដើរគេអាចត្រឡប់ទៅផ្ទះវិញប៉ុន្តែសៀវយូមិនបានដឹងតតែសោះលោកយាយដែលមានជើងមិនសូវស្រួលបានដើររកគេអស់រយៈពេលយូរប៉ុណ្ណាសៀវយូដែលបានធ្វើរឿងមិនល្អមិនហ៊ាននិយាយតែលោកយាយនៅតែមិនបន្ទោសគេឡើយតែបែរជាដើរកាត់គាត់ដោយស្ងៀមស្ងាត់ធ្វើសញ្ញាឲ្យគេដើរតាមខ្លួនទៅផ្ទះសម្លឹងមើលស្លាបព្រាដែលមានស្នឹមជាប់គ្នាលើក្បាលលោកយាយសៀវយូហាក់ដូចជាមានអារម្មណ៍ខុសក្នុងចិត្តខ្លះដែរប៉ុន្តែដោយសារទិញថ្មពេលមិនបានសៀវយូនៅតែអន់ចិត្តហើយមិនព្រមញ៉ាំបាយលោកយាយស្មានថាគេមិនសូវស្រួលខ្លួនទៅក៏សួរគេថាចង់ញ៉ាំអ្វីឃើញបែបនេះសៀវយូក៏ឆ្លៀតឱកាសនោះយកក្រដាសរូបភាពមួយសន្លឹកចេញពីកាបូបស្ពីធ្វើសញ្ញាប្រាប់ថាខ្លួនចង់ញ៉ាំមាន់បំពងក្នុងរូបលោកយាយយល់ពីបំណងរបស់គេព្រោះខ្លាចសៀវយូឃ្លានខ្លាំងលោកយាយក៏កាន់អស្ត្រាបុរាណដែលត្រូវលក់រួចប្រញាប់ទៅទីរួមស្រុកដោយគិតថាខ្លួននឹងបានញ៉ាំមាន់បំពងហើយគេក៏ផ្លុំកញ្ចៃយ៉ាងសប្បាយរីករាយសូម្បីតែពេលគេងថ្ងៃក៏គេហៀទឹកមាត់ដែរប៉ុន្តែគេមិនបានដឹងឡើយថានៅពេលនោះខាងក្រៅកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំងដើម្បីឲ្យគេបានញ៉ាំសាច់មាន់មួយម៉ាត់លោកយាយទឹកជោកពេញខ្លួនបាត់ទៅហើយប៉ុន្តែរឿងដំបូងដែលគាត់ធ្វើពេលមកដល់គឺខ្លាចឆេវយករងាក៏ដណ្ដប់ភួយឲ្យគេបន្ទាប់មកក៏ចាប់ដើមសម្រកំបិតសម្រាប់មាន់មិនយូរប៉ុន្មានសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ត្រូវបានលើកមកដាក់នៅចំពោះមុខឆេវយលោកយាយបានបេះផ្លូវមាន់ធំមួយហុចទៅដល់មាត់ឆេវយប៉ុន្តែពេលនោះឆេវយបែរជាចាប់ដើមស្រែកជេរខ្លាំងព្រោះអ្វីដែលគេចង់បានគឺមាន់បំពងមិនមែនមាន់ស្ងោរទេគេខឹងខ្លាំងពេកក៏ច្រានចានបាយចេញដើម្បីកុំឲ្យខ្ជះខ្ជាយលោកយាយមានតែរើសចានបាយឡើងវិញចំណែកបាយដែលកំពុងលើដីគាត់រើសញ៉ាំម្ដងមួយគ្រាប់លុះដល់កណ្ដាលអាធ្រាត្រឆេវយបែរជាភ្ញាក់ពីគេងព្រោះតែឃ្លានដោយសារមិនបានញ៉ាំបាយសាច់មាន់នៅចំពោះមុខនៅតែដែលមិនទាន់មានអ្នកដូច្នេះគេក៏ចាប់ដើមញ៉ាំយ៉ាងតក់ក្រហល់សូម្បីតែទឹកស៊ុបក៏គេមិនទុកឲ្យសោះដែរព្រឹកថ្ងៃបន្ទាប់សៀវយូបានភ្ញាក់ពីគេងហើយប៉ុន្តែលោកយាយនៅតែគេងនៅលើគ្រែគេបានដើរទៅពិនិត្យមើលទើបដឹងថាលោកយាយមានអាការៈគ្រុនក្តៅខ្លាំងដោយសារតែត្រូវទឹកភ្លៀងគេមានអារម្មណ៍បន្ទោសខ្លួនឯងយ៉ាងខ្លាំងដូច្នេះហើយគេក៏ចាប់ដើមមើលថែទាំលោកយាយដំបូងឡើយគេបានដណ្ដប់ភួយឲ្យលោកយាយហើយឆ្លៀតឱកាសនោះគេក៏បានបដូរស្នៀតសក់មកវិញដោយឃើញថាលោកយាយមិនទាន់បានញ៉ាំបាយសៀវយូក៏បានយកសាច់មាន់ដែលនៅសល់ពីយប់មិញមកឲ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់សុខភាពរបស់លោកយាយក៏បានធូរស្រាលឡើងវិញជាចុងក្រោយប៉ុន្តែនៅថ្ងៃនេះលោកយាយស្រាប់តែឃើញថាស្បែកជើងរបស់សៀវយូមិនត្រូវនឹងជើងទៀតទេគាត់ក៏ប្រញាប់យកបន្លែផ្លែឈើដែលត្រូវលក់ទៅផ្សារជាមួយសៀវយូប៉ុន្តែខណៈពេលកំពុងដើរស្រាប់តែភ្នែករបស់សៀវយូភ្លឺឡើងពីព្រោះគេបានឃើញសៀវហុយដែលនៅក្នុងភូមិជាមួយគ្នាគេបានដើរទៅរកដើម្បីចង់និយាយសៀវហុយមិនបានយកចិត្តទុកដាក់ចំពោះគាត់ឡើយដើម្បីកុំឲ្យខ្លួនឯងខ្មាស់គេនៅពេលដែលលោកយាយកំពុងលក់ដូរនៅតាមចិញ្ចើមឈៀវយកបានលាក់ខ្លួននៅម្ខាងយ៉ាងស្ងៀមស្ងាត់ដោយមិនព្រមដើរទៅរកតែរូបភាពដែលលោកយាយខំប្រឹងស្រែកហៅមួយទាំងបានធ្វើឲ្យឆៃយចាប់ដើមមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងគេចង់ធ្វើអ្វីមួយប៉ុន្តែបែរជាមិនព្រមលះបង់អំនួតរបស់ខ្លួនដើម្បីធ្វើសកម្មភាពបន្ទាប់ពីលក់របស់អស់ហើយលោកយាយបាននាំឆៀវទៅញ៉ាំមីស្រុកពិសេសដែលមានតម្លៃថ្លៃចំណែកខ្លួនគាត់វិញផឹកតែទឹកឆ្អិនត្រជាក់ដែលគេឲ្យហ្វ្រេបន្ទាប់មកក៏នាំឆៀវទៅហាងស្បែកជើងបីទិញស្បែកជើងពណ៌ថ្មីស្រឡាងមួយគូប៉ុន្តែនៅពេលបងប្រាក់សន្សំដ៏តិចតួចរបស់លោកយាយស្ទើរតែអស់រលីងពីកាបូបនៅពេលឃើញទស្សនភាពនេះឆៀវចំពោះទង្វើដែលធ្លាប់រករឿងទិញថ្មពីមុនមកមានអារម្មណ៍ថាខុសនឹងសោកស្ដាយហើយនៅពេលចាក់ចេញឃើញថ្មដែលខ្លួនប៉ងចង់បានជាយូរមកហើយគេក៏មិនបានរករឿងទៀតទិញដែរប៉ុន្តែរឿងទាំងអស់នេះត្រូវបានលោកយាយដែលនៅក្បែរដឹងអស់ទៅហើយនៅសល់ពេលមួយសន្ទុះទៀតមុនពេលឡានក្រុងចេញដំណើរដូច្នេះលោកយាយក៏សួរឆៀវថាចង់បានអ្វីផ្សេងទៀតទេគេបានសម្លឹងមើលសម្បកសូកូឡាដែលក្មេងដទៃកំពុងញ៉ាំលោកយាយក៏យល់ពីបំណងរបស់គេភ្លាមរួចក៏រើសសម្បកវិចខ្ចប់នៅលើដីហើយដើរចេញទៅគាត់បានមកដល់កន្លែងមិត្តភក្តិម្នាក់ដែលជាមិត្តភក្តិចាស់ម្នាក់ក្នុងចំណោមមិត្តភក្តិតិចតួចរបស់លោកដឹងថាលោកយាយចង់ទិញសូកូឡាពីរដុំឲ្យចៅប្រុសមិត្តភក្តិម្នាក់នោះក៏បានថែមឲ្យពីរបីដុំហើយថែមទាំងមិនព្រមយកលុយពីលោកយាយទៀតផងដោយឃើញថាមិនអាចប្រកែកបានលោកយាយក៏សម្រេចចិត្តយកអស្ត្រាបុរាណដែលនៅសល់ឲ្យទៅវិញបន្ទាប់ពីទទួលយកហើយមិត្តភក្តិក៏និយាយថាឯងយកពួកយើងទៅលេងទៅយកអាពុះសាប៊ូរបស់ឯងទៅលេងទៅឲ្យវាទៅកំដរែងទៅចុះពួកយាយដែរដល់វ័យរបស់ពួកគាត់ហើយរាល់ការបែកគ្នាសុទ្ធតែអាចជាការជួបគ្នាលើកចុងក្រោយរបស់ពួកគាត់ហើយលោកយាយបានហុចនំឆោកូពីឲ្យទៅឆាវយោតែគាត់ខ្លួនឯងមិនបានឡើងឡានទេមុនពេលឡានចេញដំណើរលោកយាយចង់ឲ្យឆាវយោយករបស់ទាំងនោះត្រឡប់ទៅមុនតែឆាវយោបែរជាដាច់ចិត្តរុញគាត់ចេញព្រោះពេលនោះឆាវហើយកំពុងអង្គុយក្បែរគាត់មិនចង់បាត់បង់មុខមាត់ដោយសារតែកញ្ចប់អីវ៉ាន់អាក្រក់មើលនេះទេតែគាត់មិនដឹងធ្វើនេះនឹងធ្វើឲ្យគាត់ស្ដាយក្រោយអស់មួយជីវិតឆាវយោដែលឡើងឡានបានត្រឡប់មកដល់កន្លែងរងចាំឡានវិញយ៉ាងតែគាត់បានរងចាំឡានមួយគ្រឿងហើយមួយគ្រឿងទៀតនៅទីនេះតែនៅតែមិនឃើញស្រមោលរបស់លោកយាយសោះរងចាំរហូតដល់ពេលល្ងាចឆាវយោបានដាក់ក្តីសង្ឃឹមទាំងអស់ទៅលើឡានជើងចុងក្រោយតែអ្នកដែលចុះពីលើឡាននៅតែមិនមែនជាលោកយាយឆាវយោចាប់ផ្ដើមអស់សង្ឃឹមយ៉ាងខ្លាំងរហូតដល់ឡានជើងចុងក្រោយចេញទៅបាត់លោកយាយទៅតែបង្ហាញខ្លួនសន្សឹមចេញពីក្នុងធូលីដែលហុយឡើងតាមពិតទៅដើម្បីសន្សំលុយលោកយាយមិនបានជិះឡានទេតែគាត់បានច្រត់ឈើដើរថ្មើរជើងត្រឡប់មកពីទីរួមស្រុកវិញពេលឃើញរូបរាងដ៏ទ្រុឌទ្រោមរបស់លោកយាយសៀវយូក៏ប្រញាប់រត់ទៅរកនាងបានរអ៊ូតំដាក់លោកយាយថាហេតុអ្វីបានជាមិនជិះឡានមកវិញដើម្បីសន្សំលុយនឹងណា
លោកយាយបានប្រើដៃគូជារង្វង់នៅលើទ្រូងម្ដងទៀតដើម្បីបង្ហាញពីការសំទោសសៀវយូមានអារម្មណ៍អាណិតហើយក៏បានទទួលយកកាបូបពីដៃលោកយាយនាងបានដើរនៅខាងមុខលោកយាយដោយចេតនាហើយលួចយកនំសូកូឡាមិញនេះយកចូលទៅក្នុងកាបូបរបស់លោកយាយនៅខណៈពេលនេះបំផុតនាងក៏បានយល់ពីក្តីស្រឡាញ់ដែលលោកយាយមានចំពោះនាងជីដូននឹងចៅទាំងពីរនាក់ទៅផ្ទះម្នាក់នៅមុខម្នាក់នៅក្រោយបែបនេះឯងថ្ងៃនេះសៀវយៀនបានអញ្ជើញសៀវយូទៅលេងផ្ទះរឿងនេះធ្វើឲ្យសៀវយូរំភើបចិត្តជាខ្លាំងដើម្បីឲ្យខ្លួនឯងមើលទៅសង្ហាបន្តិចសៀវយូបានឲ្យលោកយាយជួយកាត់សក់ឲ្យគាត់បានធ្វើកាយវិការថាកាត់សក់សេះតែបន្តិចប៉ុណ្ណោះប៉ុន្តែលោកយាយបែរជាយល់ច្រឡំថាទុកតែបន្តិចវិញកំពុងតែកាត់សៀវយូក៏បានគេងលក់ទៅលុះពេលគាត់ភ្ញាក់ឡើងក៏ឃើញថាលោកយាយកាត់សក់ឲ្យគាត់ដូចគម្រប់កំសៀវទឹកហាហាព្រះឲ្យនៅយល់សពទៀតដោយអស់សង្ឃឹមគាត់ក៏បានរកកន្សែងមករុំក្បាលដើម្បីបិទបាំងភាពលោកយាយឲ្យគាត់យកម៉ាស៊ីនហ្គេមទៅជាមួយប៉ុន្តែត្រូវបានសៀវយូរុញចេញគាត់និយាយថាគ្មានថ្មទេយកទៅក៏លេងមិនកើតដែរលោកយាយបានយកក្រណាត់មករុំម៉ាស៊ីនហ្គេមនោះដោយស្ងៀមស្ងាត់បែបនេះហើយសៀវយូបានយកប្រដាប់ក្មេងលេងរបស់ខ្លួនទៅផ្ទះសៀវយៀនតាមផ្លូវគាត់បានឃើញម៉ាស៊ីនហ្គេមដែលលោកយាយរុំទុកគាត់មានអារម្មណ៍ថាវាអាក្រក់មើលទៅដកវាចេញហើយញាត់ចូលក្នុងហោះត្រឡប់មកផ្ទះវិញនៅពេលល្ងាចមុខរបស់សៀវយូពោពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយនៅក្នុងដៃរបស់គាត់ថែមទាំងមានរូបភាពប្រដាប់ក្មេងលេងដែលសៀវយៀនទៅពេលចុះចំណោទសៀវយូមានអារម្មណ៍ចង់លេងសប្បាយខ្លាំងគាត់បានអង្គុយលើទេរុញតូចហើយចាប់ផ្ដើមរើចុះក្រោមជាលទ្ធផលទាំងមនុស្សទាំងប្រទេសបានដួលចូលទៅក្នុងរណ្ដៅទឹកដោយមានរបួសពេញខ្លួនគាត់បានដើរខ្ចាយទៅផ្ទះកំពុងតែដើរស្រាប់តែគាត់នឹកឃើញម៉ាស៊ីនហ្គេមនៅក្នុងហោប៉ៅបន្ទាប់ពីបើកញ្ចប់មកគាត់ក៏បានឃើញថាលោកយាយបានលួចដាក់ក្រដាសប្រាក់ពីរក្រដាសប្រាក់ដែលជ្រុញអស់ហើយនេះគឺជាលុយដែលលោកយាយសន្សំទុកឲ្យគាត់សម្រាប់ទិញថ្មពេលទឹកភ្នែករបស់សៀវយូបានហូរចេញមកភ្លាមគាត់យំដាសំដៅទៅផ្ទះលោកយាយយឺពេលនោះលោកយាយបានកាន់ឈើច្រត់មកចាំទទួលគាត់នៅមាត់ច្រកជប់ឃើញសៀវយូមានរបួសពេញខ្លួនលោកយាយមានក្តីអាណិតអាសូរហើយបានអន់មើលមុខរបួសថែមទាំងជួយជូតទឹកភ្នែកចេញពីមុខរបស់គាត់ទៀតផងដែលធ្លាប់តែស្អប់ខ្ពើមលោកយាយក៏លែងប្រឆាំងតទៀតដែរនៅពេលនេះបន្ទាប់មកលោកយាយបានយកសម្បត្តិរបស់ម្ដាយសៀវយូបង្ហាញតាមពិតទៅគឺម្ដាយរបស់គាត់រកបានការងារថ្មីហើយត្រៀមនឹងទទួលសៀវយូត្រឡប់ទៅទីក្រុងវិញតែនៅពេលនេះសៀវយូបែរជាមិនអាចសប្បាយចិត្តបានតតែសោះការរស់នៅជាមួយគ្នាអស់រយៈពេលជា10ថ្ងៃមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះលោកយាយនេះគឺជាមនោសញ្ចេតនាគ្រួសារដែលកាត់មិនដាច់នៅចំពោះមុខលោកយាយដែលមិនអាចនិយាយបានសៀវយូចង់បង្រៀនគាត់ឲ្យចេះសរសេរអក្សរញីមួយចំនួនឃ្លាមួយគឺខ្ញុំឈឺហើយឃ្លាមួយទៀតគឺខ្ញុំនឹកចៅណាស់ធ្វើបែបនេះនៅពេលដែលគេចាក់ចេញទៅប្រសិនបើលោកយាយមានការអ្វីគាត់អាចសរសេរសម្បត្តិទៅរកគេបានតែលោកយាយរៀនយ៉ាងណាក៏មិនចេះដែរដូច្នេះសៀវយូក៏នឹកឃើញវិធីមួយទៀតគេនិយាយថាលោកយាយដូចគ្នាដែរពិភពលោករបស់យើងគ្មានអ្វីគួរឲ្យអាឡោះអាល័យឡើយប៉ុន្តែគេមិនខ្វល់ទៀតទេនៅមានមនុស្សធម្មតាម្នាក់ទៀតចេញមកប្រាប់ខ្ញុំគាត់5 ម៉ោង8ម៉ាត់និយាយបណ្ដាសៀវយូក៏ទ្រាំមិនបានហើយយំចេញមកគេមិនដាច់ចិត្តចាក់ចេញពីលោកយាយឡើយលោកយាយបានឮសម្ដីរបស់សៀវយូហើយក៏ស្រក់ទឹកភ្នែកស្ងាត់តាមដែរមុនពេលចាក់ចេញសៀវយូបានជួយដករំជោលជាច្រើនឲ្យលោកយាយនេះក៏ជាអ្វីតែមួយគត់ដែលគេអាចធ្វើឲ្យលោកយាយបានការបែកគ្នាគឺតែងតែមានការជិះចាប់មួយពព្រិចភ្នែកថ្ងៃដែលម្ដាយមកទទួលសៀវយូក៏បានមកដល់សៀវយូបានឡើងឡានជាមួយម្ដាយទាំងក្តីស្រណោះស្រណោកលោកយាយបានគូសកញ្ចក់ឡានពីខាងក្រៅមិនឈប់សៀវយូមុខចុះមិនហ៊ានមើលគាត់ឡើយខ្លាចថាពេលឃើញលោកយាយហើយគេនឹងមិនអាចទប់ទឹកភ្នែកបានប៉ុន្តែនៅពេលដែលឡានចាប់ផ្ដើមចេញដំណើរសៀវយូនៅតែមិនអាចទប់ចិត្តបានហើយបានរត់ទៅកៅអីជួរក្រោយគេបានគូសជារង្វង់នៅលើទ្រូងតាមរយៈកញ្ចក់ឡានដើម្បីសុំទោសចំពោះការបង្កការរំខានដល់លោកយាយក្នុងរយៈពេលប៉ុណ្ណាមានអារម្មណ៍សោកស្ដាយដែលមិនអាចនៅក្បែរលោកយាយបានឡានបានបើកចេញទៅកាន់តែឆ្ងាយទៅលោកយាយដើរត្រេតត្រោតនៅលើផ្លូវភ្នំដ៏ចោតហើយក៏បានចាប់ផ្ដើមជីវិតដ៏ឯកោរបស់គាត់ម្ដងទៀត Quayshow of ក្រសោបរាល់គ្រប់បែបបទនៃជីវិត